សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមអានរេសីអំពីទិសហាកនិងទិសឆុងប្រចាំខែធ្នូឆ្នាំ2025ដោយខែនេះនៅក្នុងសប្តាហ៍ទី12គឺខែជូតមកជាមួយធាតុដីបូកហៅថាខែកណ្ដុរដីដោយគិតចាប់ពីថ្ងៃទី9ខែធ្នូឆ្នាំ2025ដល់ថ្ងៃទី4ខែមករាឆ្នាំ2026លេខពណ៌ក្រហមតំណាងឲ្យតារាសាស្ត្រប្រចាំឆ្នាំនិងលេខពណ៌បៃតងតំណាងឲ្យតារាសាស្ត្រប្រចាំខែតារាសាស្ត្រទាំង9ប្រចាំខែធ្នូតារាសាស្ត្រលេខ1ចរនៅចំណុចកណ្ដាលផ្ទះជាតារាសាស្ត្រល្អមានន័យថាជាផ្កាយសតិបញ្ញាឆ្លាតវៃការគិតលឿនធឺលឿនតែចំណុចកណ្ដាលផ្ទះនេះផងដែរមានតារាសាស្ត្រលេខ2ជាផ្កាយជំងឺនៅត្រង់ចំណុចនោះប្រចាំឆ្នាំតារាសាស្ត្រលេខ2ចរនៅទិសចរនិងទិសគល់ទិសខាងជើងឈៀងលិចជាផ្កាយជំងឺផ្កាយមិនល្អប្រចាំខែធ្នូនិងតារាសាស្ត្រលេខ3ជាផ្កាយវិបត្តិប្រចាំឆ្នាំ2025ផងនិងទិសគល់ជាទិសឆុង3បាក់ប្រចាំឆ្នាំផងតារាសាស្ត្រលេខ3ចរនៅទិសរកាទិសខាងលិចជាផ្កាយវិបត្តិផ្កាយមិនល្អប្រចាំខែនិងតារាសាស្ត្រលេខ4ជាផ្កាយសតិបញ្ញាផ្កាយស្នេហ៍ល្អប្រចាំឆ្នាំតារាសាស្ត្រលេខ4ចរនៅទិសឆ្លូវនិងទិសខាលទិសខាងជើងជើងកើតជាផ្កាយសតិបញ្ញាផ្កាយស្នេហ៍ជាផ្កាយល្អប្រចាំខែតែជាទិសឆុង3ត្រួតប្រចាំឆ្នាំនៅទិសខាលនិងតារាសាស្ត្រប្រចាំឆ្នាំជាផ្កាយលេខ5ជាផ្កាយភ្នំភ្លើងត្រៀមផ្ទុះឬជាផ្កាយប្រគ្រោះប្រចាំឆ្នាំតារាសាស្ត្រលេខ5ចរនៅទិសបមីទិសខាងត្បូងជាផ្កាយភ្នំភ្លើងត្រៀមផ្ទុះឬជាផ្កាយប្រគ្រោះប្រចាំខែផងជាទិសឆុង3ត្រួតប្រចាំខែផងជាទិសឆុង3បាក់ប្រចាំខែផងតែទិសនេះជាទិសផ្កាយលេខ6ជាទិសអំណាចការងារប្រចាំឆ្នាំ2025តារាសាស្ត្រលេខ6ចរនៅទិសជូតទិសខាងជើងជាផ្កាយអំណាចការងារជាផ្កាយល្អប្រចាំខែនិងជាទិសស្នេហ៍សត្វលោកតាថៃសួរប្រចាំខែផងតែផ្កាយប្រចាំឆ្នាំ2025ជាផ្កាយលេខ7ជាទិសផ្កាយចោចូលតារាសាស្ត្រលេខ7ចរនៅទិសវកនិងទិសមមែទិសត្បូងឈៀងលិចជាផ្កាយចោចូលមិនល្អទេនិងជាទិសឆុង3ត្រួតប្រចាំខែធ្នូនៅទិសមមែតែតារាសាស្ត្រប្រចាំឆ្នាំជាផ្កាយលេខ8ជាតារាលុយលៀបតារាសាស្ត្រលេខ8ចរនៅទិសថោះទិសខាងកើតជាតារាលុយលៀបប្រចាំខែធ្នូតែជាទិសឆុង3ត្រួតប្រចាំឆ្នាំ2025តារាសាស្ត្រលេខ9ចរនៅទិសរោងនិងម៉ាសាញ់ជាផ្កាយកេសឈ្មោះកិត្តិយសប្រចាំខែតារាសាស្ត្រប្រចាំឆ្នាំជាផ្កាយសតិបញ្ញាការគិតលឿនធួយលឿនតែជាទិសឆុង3ត្រួតប្រចាំឆ្នាំនៅទិសរោងនិងទិសឆុង3ត្រួតប្រចាំខែនៅទិសម៉ាសាញ់ហើយទិសម៉ាសាញ់ជាទិសលោកតាថៃសួរប្រចាំឆ្នាំ2025បង្ការធៀបបោះឆុងកុំស្វានដុំជួសជុលផ្ទះឬបង្កជាសម្លេងចេញពីទិសឆុងប្រសិនមានការប៉ះទិសឆុងរួចហើយប្រញាប់លាងសួយដោយមុជទឹកសមុទ្រចំនួន1ម៉ោងឬត្រាំជើងនឹងទឹកអំបិលចំនួន1ម៉ោងផងសូមគោរពជូនពរសុខភាពល្អវិបុលសុខសុភមង្គលនិងសេចក្តីក្សេមក្សាន្តកើតមានដល់ក្រុមគ្រួសាររបស់លោកអ្នកទាំងអស់គ្នាសូមអរគុណ